បាទដែលយកកែវស្រាគប់អ្នកចាប់ទឹកកក3ក្បាលនៅកំពតត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្នមន្ត្រីនគរបាលម្នាក់ដែលយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្ដាលឲ្យរងរបួស3ក្បាលត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពតបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកសេងម៉ាឡាបចៅក្រមស៊ើបសួរនៃសាលាដំបងខេត្តកំពតនៅថ្ងៃទី24ខែមេសានេះបានសម្រេចឃុំខ្លួនមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះទេពសុខផេងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទទេពសុខផេងជាមន្ត្រីនគរបាលកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រទៅពន្ធនាគារខេត្តកំពតក្រោយពីចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្នងការនគរបាលខេត្តកំពតលោកឧត្តមស្នេហ៍តូម៉ៅច័ន្ទមធុរិទ្ធបានបញ្ជាក់ថាក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តនឹងធ្វើរបាយការណ៍ស្នើទៅឯកឧត្តមនាយឧត្តមស្នេហ៍សថេតអគ្គស្នងការនគរបាលជាតិឯកឧត្តមសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះទេពសុខផេងចេញពីក្របខ័ណ្ឌនគរបាលជាតិលោកស្នងការខេត្តបានបញ្ជាក់បន្ថែមថាមន្ត្រីជាអ្នកអនុវត្តច្បាប់នឹងត្រូវមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេសម្រាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាតគួររំលឹកថាកាលពីយប់ថ្ងៃទី19ខែមេសាមន្ត្រីនគរបាលក្រុងកំពតម្នាក់បានប្រើអំពើហិង្សាដោយយកកែវគប់មកលើពលរដ្ឋជាស្ត្រីស៊ីឈ្នួលចាប់ទឹកកកម្នាក់បណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខនិងដេកជាច្រើនថ្នេរលុបព្រឹកថ្ងៃទី21ខែមេសាកម្លាំងនគរបាលខេត្តកំពតបានឃាត់ខ្លួនមន្ត្រីនគរបាលរូបនេះក៏សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី